យដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអំពាវនាវសារជាថ្មីម្ដងទៀតសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការបន្តរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរក្នុងភាពជាម្ចាស់ស្របច្បាប់បន្តលើកដំកើងកិត្តិយសកិត្យានុភាពខ្មែរស្រឡាញ់សន្តិភាពហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខតាមរយៈយន្តការការទូតនិងយោធាដើម្បីការពារបានដាច់ខាតនៅបូរណភាពទឹកដីនិងសម្បត្តិវប្បធម៌របស់ជាតិអាយដាមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅល្ងាចថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់អាយដាមដោយមានខ្លឹមសារទាំងស្រុងថាការវិវត្តថ្មីជាបន្តបន្ទាប់អំពីស្ថានភាពបញ្ហាចំនួនព្រំដែនកម្ពុជាថៃពិតជាបានធ្វើឲ្យយើងទាំងអស់គ្នាផ្ដោតការយកចិត្តទុកដាក់និងតាមដានជាប់ជាប្រចាំជាពិសេសក្នុងការផុសឡើងកាន់តែខ្លាំងក្លានៅទឹកចិត្តស្នេហាជាតិស្នេហាទឹកដីនិងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើងខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឲ្យជនរួមជាតិយើងចេញធ្វើសកម្មភាពប្រឆាំងតបនឹងទង្វើរបស់ជនជ្រុលនិយមនៃប្រទេសជិតខាងក្នុងស្ថានភាពនេះខ្ញុំសូមអំពាវនាវសារជាថ្មីម្ដងទៀតសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការបន្តរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើងក្នុងភាពជាម្ចាស់ស្របច្បាប់បន្តលើកដំកើងកិត្តិយសកិត្យានុភាពខ្មែរស្រឡាញ់សន្តិភាពហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមរយៈយន្តការច្បាប់ការទូតនិងយោធាដើម្បីការពារឲ្យបានដាច់ខាតនៅបូរណភាពទឹកដីនិងសម្បត្តិវប្បធម៌ជាតិរបស់យើងពិតណាស់បូរណភាពទឹកដីគឺជារឿងរបស់យើងទាំងអស់គ្នាហើយលើសពីនេះខ្ញុំសូមកោតសរសើរនិងសូមអរគុណដ៏ស្មោះចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមទាំងយុវជនដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការចូលរួមក្នុងបុព្វហេតុខឿនការពារជាតិប្រជាជនសូមបងប្អូនទាំងអស់គ្នាបន្តយកចិត្តទុកដាក់តាមដានសភាពការព្រំដែនរក្សាទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃជាមួយប្រទេសជិតខាងឲ្យបានល្អប្រសើរដើម្បីការពារបូរណភាពទឹកដីរបស់យើងផងនិងភាពរីកចម្រើននៃប្រជាជនរបស់យើងផង